ស៊ីហុងអាចប្រាប់បងបន្តិចបានទេនៅពេលដែលគេចាប់ផ្ដើមស្គាល់ស៊ីហុងពេលបច្ចុប្បន្ននេះដែលចាប់ផ្ដើមគេចាប់អារម្មណ៍គេតែងតែលើកឈ្មោះស៊ីហុងយកមកទៅចែកបែកញែកនេះចាប់តាំងពីពេលណាមកឃើញខ្ញុំប្រកួតមួយបងបើសង្ឃឹមឲ្យមានការផ្ទុះការគ្រប់គ្រងបងប្អូនគ្រប់គ្រងច្រើនបាទគ្រប់គ្រងដោយសារដែរពេលនោះគឺយើងប្រកួតមួយបងបើសង្ឃឹមទៅជក់ចិត្តល្អមើលគឺមានបងប្អូនស្គាល់តាមរយៈនឹងជាច្រើននៅពីមុនយើងប្រកួតដែរតែយើងគេស្គាល់យើងមួយហ្នឹងបាទចាចុះតាំងពីហាត់បដាល់មកយើងដែរគិតអត់ថាយើងមានឱកាសជួបជាមួយនឹងកីឡាករបឺតសង្ឃឹមអត់ដែរគិតហ្នឹងហ្មងអត់ដែរគិតថាអាចជួបគាត់ហ្នឹងហើយក៏មិនអាចនឹកស្មានដល់ខ្លួនឯងមកដល់ចំណុចនេះបាទហេតុអីព្រោះអត់ដែរគិតថានេះយើងចេះតែខំប្រឹងមកព្រោះយើងមិននឹកស្មានដល់ខ្លួនឯងមកដល់ចំណុចនេះបងអត់ទាន់យល់អត្ថន័យដែរស៊ីហុងនិយាយថាអត់តន់ដឹងខ្លួនថាដើរដល់ចំណុចនេះហេតុអីយើងគិតថាខ្លួនឯងនៅក្មេងពេកគិតថាខ្លួនឯងសមត្ថភាពមិនដល់ឬក៏យ៉ាងម៉េចយើងនិយាយរួមទៅថាយើងមិននឹកស្មានថាយើងអាចធ្វើបានបាទហេតុអីបងនៅតែសួរអូយឡើងឆ្លើយថាម៉េចនឹកស្មានមិនបានមិននឹកស្មានថាយើងមកដល់នេះមានបងប្អូនស្គាល់ពីមុនយើងក្មេងលូទឹកថ្នោតសោះឥឡូវមានបងប្អូនទៅដល់ផ្ទះអីមានបងប្អូនស្គាល់យើងអញ្ចឹងយើងមិននឹកស្មានថាខ្លួនឯងមកដល់ចំណុចហ្នឹងចាអញ្ចឹងបានន័យថាក្រោយប្រកួតជាមួយនឹងបឺតសង្ឃឹមហើយផ្ទុះការគ្រប់គ្រងហើយក៏បានមកពីការខំប្រឹងរបស់ស៊ីហុងខ្លួនឯងដែរមុនការប្រកួតមកដល់ហ្នឹងតើស៊ីហុងប្រឹងប្រែងយ៉ាងណាទៅមកបានប្រកួតជាមួយបឺតសង្ឃឹមយ៉ាងជក់ចិត្តហើយទទួលបានការគ្រប់គ្រងមានការខំប្រឹងជាខ្លាំងហ្មងពោះដឹងថាគាត់ល្អអញ្ចឹងយើងខំប្រឹងវឹកហាត់ឲ្យល្អឡើងវាយទៅហើយមានបងប្អូនជាខ្លះទៅគេមើលងាយយើងថាយើងអត់ចប់ទឹកមានជាខ្លះទៀតថាទៅគួតមួយទឹកស្លាប់ទឹកនេះអញ្ចឹងបាទហើយយើងខំប្រឹងវឹកហាត់ប្រកួតឲ្យអស់ពីសមត្ថភាពហើយឲ្យបងប្អូនថាយើងអាចធ្វើបានឥឡូវការប្រកួតសំខាន់ក៏ចិត្តមកដល់ហើយការប្រកួតសំខាន់ហ្នឹងក៏ត្រូវប៉ះជាមួយនឹងអ្នកខ្លាំងទៀតស៊ីហុងខ្លាចតែជាប្រធានបទមួយដែលគេកំពុងតែវែកញែកដូចគ្នាដោយគ្រាមុនអញ្ចឹងនៅក្នុងកម្មវិធី The Battle of King ដែលកាលនោះ The Battle of Three Kingdom ក៏មានការវែកញែកគ្នាច្រើនមែនតើស៊ីហុងនៅតែជាប្រធានបទដែលគេលើកមកវែកញែកដដែលឥឡូវនេះការត្រៀមខ្លួនយ៉ាងណាត្រៀមប៉ះជាមួយអ្នកខ្លាំងដូចគ្នាបាទសម្រាប់ខ្ញុំគឺត្រៀមខ្លួនបានល្អមកចាំតែដល់ថ្ងៃប្រកួតគឺប្រកួតហើយមានបងប្អូនខ្លះគាត់ថាខ្ញុំស្លាប់ទឹកនេះមានបងប្អូនខ្លះថាខ្ញុំចេះចោះចាំមើលជាក់ស្ដែងថាខ្ញុំធ្វើបានកម្រិតណាខ្ញុំនឹងខំប្រឹងព្យាយាមយកជ័យជំនះឲ្យបានបើសិនជាស៊ីហុងឆ្លងកាត់ដំណាក់កាលនៃការប្រកួតនេះហើយទទួលបានជោគជ័យទទួលបានការគ្រប់គ្រងស៊ីហុងរំពឹងថាអ្នកគ្រប់គ្រងកាន់តែច្រើនពុកម្ដាយកាន់តែមានមុខមាត់ក្លឹបកាន់តែមានប្រជាប្រិយភាពជាងមុនទេប្រហែលជាមានការគ្រប់គ្រងពីបងប្អូនច្រើនបើយើងជោគជ័យបាទអញ្ចឹងខំប្រឹងមិនខ្លះសម្រាប់ខ្លួនឯងមានតែការខំប្រឹងវឹកហាត់ឲ្យល្អហើយយើងខំប្រឹងបដូរខាត់អ្វីដែលយើងខ្វះខាតឃើញគេប្រកួតគេប៉ះអ្នកខ្លាំងអញ្ចឹងយើងបដូរខាត់ខ្លួនឯងឲ្យល្អហើយដល់ថ្ងៃប្រកួតគឺប្រកួតខំប្រឹងយកជ័យជំនះឲ្យបានចាយើងធ្វើឲ្យបានល្អព្យាយាមធ្វើឲ្យបានល្អចាស៊ីហុងធ្លាប់តាការប្រកួតកម្មវិធីបែបលក្ខណៈមិត្តភាពធម្មតាដែលយើងមានតាមប៉ុស្តិ៍ជាប្រចាំសប្តាហ៍ហើយនឹងការប្រកួតកម្មវិធីដែលរៀបចំធំខ្មែរប៉ះខ្មែរឬក៏ខ្មែរប៉ះជាមួយនឹងអ្នកហាត់គុនខ្មែរនៅស្រុកយើងនេះតើស៊ីហុងយល់ឃើញយ៉ាងណាដែរក្នុងនាមកីឡាករដែលឆ្លងកាត់ការប្រកួតមកច្រើនសម្រាប់ខ្ញុំអត់អីហ្មងគឺការប្រកួតគេក៏ខំយើងក៏ខំអញ្ចឹងគេចង់ឈ្នះយើងក៏ចង់ឈ្នះអញ្ចឹងមានតែការខំប្រឹងព្យាយាមដល់ថ្ងៃប្រកួតគឺដឹងចាញ់ដឹងឈ្នះបាទចុះល្អដែរទេដែលការរៀបចំឲ្យខ្មែរប៉ះខ្មែរដូចស៊ីហុងប៉ះខ្មែរកន្លងមកប៉ះបឺតសង្ឃឹមក៏ផ្ទុះប៉ះហាន់ពីលើកមុនក៏ផ្ទុះឥឡូវហ្នឹងត្រៀមប៉ះជាមួយអ្នកហាត់គុនខ្មែរនៅក្លឹបមួយទៀតហ្នឹងក៏ក្រុងនឹងរងចាំទស្សនាដូចគ្នាបាទសម្រាប់ខ្ញុំគឺល្អគឺ
ជាពិសេសគឺក្រុមហ៊ុនវឌ្ឍនៈគាត់តែងតែផ្ដល់ឱកាសឲ្យខ្ញុំជារឿយមានការប្រកួតនេះជាលើកទី2លេងកម្មវិធីធំខ្ញុំសូមអរគុណដល់អង្គការសម្អាងវឌ្ឍនៈខ្លាំងមែនទែនដែលគាត់រៀបចំកម្មវិធីនេះឡើងបាទ ចាបងសូមមកសំណួរទៀតដែរស៊ីហុងធ្លាប់សម័យថាមានរូបយើងនៅតាមផ្លូវដែលក្រុមហ៊ុនដាក់ផ្លាករូបយើងនៅតាមផ្លូវឯង អត់ដែរសម័យ ហើយចុះដល់ពេលមាន គឺសប្បាយចិត្តនឹងគេជិះម៉ូតូទៅគេឃើញរូបយើងអញ្ចឹង មានអ្នកថតផ្ញើឲ្យអត់ យើងជិះទៅផ្ទះទៅឃើញដែរ ចុះប៉ាម៉ាក់យើងឃើញអត់ ឃើញ ហើយគាត់ថាម៉េច គាត់មានថាម៉េចហ៎ ហ៎ គាត់មានថាម៉េច ម៉ាក់អត់ថាអីទេ បាទ ហើយចុះ ឃើ ប៉ា ញប្រហែលគាត់សប្បាយចិត្តឃើញរូបកូនគេដាក់តាំងអញ្ចឹង ហើយចុះពុក ពុកអីគាត់ឃើញគាត់ប្រហែលគាត់សប្បាយចិត្តអីមើលទៅឃើញរូបកូនដាក់តាមទទួលអញ្ចឹងអីដាក់តាមផ្លូវអញ្ចឹងគេជិះគេជិះទៅគេឃើញ ហ្នឹងហើយអូខេអរគុណស៊ីហុងចាអរគុណអូនចា